ថាវាជាមនុស្សចោលមកសៀតដែលរកស៊ីថោកទាបបោកភូតយកស្រោមសម្បត្តិចឹងខ្ញុំអត់ឲ្យសេចក្តីគោរពចំពោះវាតែខ្ញុំអត់ដែលស្អប់វាទេអូខេគ្រាន់តែវាជាមនុស្សដែលប្រព្រឹត្តអំពើនយោបាយថោកទាបដើម្បីស្រោមសម្បត្តិខ្ញុំអត់ឲ្យតម្លៃវាបាទខ្ញុំពីដើមឲ្យតម្លៃជីតាវាឲ្យតម្លៃឪពុកវាតែវាខ្ញុំអត់ឲ្យតម្លៃពីព្រោះនយោបាយវាតាំងពី95មកជានយោបាយបោកភូតជានយោបាយដែលមានសេចក្តីថ្លៃថ្នូរទាបខ្ញុំអត់ឲ្យតម្លៃវាតែប៉ុណ្ណឹងតែឲ្យខ្ញុំស្អប់វាខ្ញុំមិនដែលស្អប់វាផងវាអត់មានមកធ្វើអីខ្ញុំផងគ្រាន់តែថាឧត្តមគតិវាអត់មានអញ្ចឹងខ្ញុំអត់ត្រូវការគោរពវាភាសាចិនអាចមានអធិ